ខ្ញុំត្រូវបានគេ hack account Mobile Legends ចំនួន3ដងនិងខាតពេជ្រអស់ប្រហែលជា6000 diamond ហើយរាល់ពេលដែលគេ hack account ខ្ញុំម្ដងគឺខ្ញុំអត់បានដឹងអីតតែសោះទាំងដែល account របស់ខ្ញុំគឺ100% security ថែមទាំងមានជាមួយនឹង secondary password រាល់ពេលដែលតែញ item ហើយនឹង connect account ចូលទៅក្នុង platform ផ្សេងៗគឺខ្ញុំមិនដឹងទេនៅពេលដែលគេ hack និង connect account របស់ខ្ញុំចូលទៅ platform ផ្សេងៗហ្នឹងសាហាវមែនតើអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមកនេះគឺខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដើម្បីជាវិធីសាស្ត្រការពារខ្លួនកុំឲ្យគេ hack account និងចំណាយពេជ្រនៅក្នុង account របស់យើងអត់ប្រយោជន៍ដូចជាខ្ញុំព្រោះខ្ញុំខាតអស់6000 diamond ជាងបើគិតជាលុយទៅរៀងច្រើនក្រាស់ក្រែលដែរអញ្ចឹងមុននឹងខ្ញុំប្រាប់ពីរបៀបការពារទៅកាន់អ្នកទាំងអស់គ្នាខ្ញុំចង់និយាយតាក់ទងជាមួយនឹង3លើកដែលគេបាន hack ខ្ញុំហ្នឹងព្រោះថាក៏តាក់ទងគ្នាជាមួយនឹងរបៀបការពារដែរអញ្ចឹងខ្ញុំចង់និយាយឲ្យក្បោះក្បាយអ្នកទាំងអស់គ្នាស្ដាប់ហើយគឺដឹងតែយល់អាចការពារ account ខ្លួនឯងបានដោយខ្លួនឯងបើចាំពឹងគេនៅពេលដែលគេ hack ហើយបានទឹកភ្នែកទេការពី hack លើកទី1ប្រហែលជា3ខែមុនហើយពេលហ្នឹងអញនិយាយបានថាវាជាការធ្វើប្រហែលរបស់ខ្ញុំមួយដែរដែលពេលហ្នឹងគឺខ្ញុំឲ្យ account របស់ខ្ញុំទៅមនុស្សច្រើនខ្លាំងមែនតើលេងប្រហែលជា3-4នាក់ហើយក៏ខ្ញុំអត់បានដាក់ជាមួយនឹង security ពេញ 100% ដែរគឺអត់ដាក់ជាមួយនឹង two factor code និងដាក់ជាមួយនឹង alert នៅពេលដែលគេចូលទៅកាន់ account របស់យើងគឺខ្ញុំដាក់តែ secondary នៅក្នុង game ទេអញ្ចឹងពេលហ្នឹងគេ hack account ខ្ញុំទៅប៉ុន្តែដោយសារតែមានត្រាស់ដែលវាយពីអ្នកដែលលេង account ខ្ញុំរាល់ដងហ្នឹងក៏ខ្ញុំ recover បានមកវិញបន្ទាប់ពីលើកទី1នឹងហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹង security 100%និង secondary ដដែលអាចបញ្ជាក់បានថា account របស់ខ្ញុំគឺ safe 100%ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែអ្វីដែលចម្លែកប្រហែលជា2អាទិត្យមុនគឺខ្ញុំត្រូវបានគេ hack account ជាលើកទី2គឺលើកនេះក៏គេចូលមកខ្ញុំមិនដឹងខ្លួនដូចគ្នាហើយបន្ទាប់ពីគេចូលហ្នឹងគឺគេបាន connect ជាមួយនឹង account របស់ខ្ញុំចូលទៅកាន់ Google Play ដែលនេះវាធ្វើឲ្យខ្ញុំកពុលមុខខ្លាំងមែនតើហ្មង account មាន security 100% ហើយមាន secondary password ទៀតប៉ុន្តែគេនៅតែ hack បានហើយចាយពេជ្ររបស់ខ្ញុំអស់ឡើងមកចេះតិចទៀតដែលខ្ញុំគិតអត់ចាញ់បណ្ដោយនៅពេលហ្នឹងប៉ុន្តែដោយសារតែពេលហ្នឹងខ្ញុំគិតចាស់ដូចគ្នាប្រហែលជាអាអ្នក hack ចាស់ហ្នឹងវាមក hack account ខ្ញុំជាលើកទី2ដោយសារតែពេលដែលខ្ញុំបាន account មកវិញលើកទី1ហ្នឹងគឺខ្ញុំអត់បានបដូរ Moonthune password ទេដែលខ្ញុំគិតថាប្រហែលជាវាចូលតាម Moonthune password ហើយមានវិធីអីផ្សេងក្នុងការចូលមក account ខ្ញុំដើម្បីកុំឲ្យវា send code ទៅកាន់ Gmail របស់ខ្ញុំគិតថាប្រហែលជាមានរឿងហ្នឹងក៏ខ្ញុំសម្រេចចិត្តដូរ Moonthune password និងមើលទៅលើ security ផ្សេងៗគឺខ្ញុំ make sure ខ្លួនឯង 100% ហ្មងថា account របស់ខ្ញុំគឺ safe 100%ព្រោះមាន 100% security ហើយមានទាំង secondary ហើយដូរ Moonthune password ហើយខ្ញុំជឿថាគេចូលបានទៀតទេប៉ុន្តែមនុស្សគិតអត់ដូច developer Moonthune ធ្វើការទេអ្នកទាំងអស់គ្នាខ្ញុំគឺត្រូវបានគេ hack ជាលើកទី3ម្លងអត់បានមកអាទិត្យទេបន្ទាប់ពីការ hack លើកទី2ហ្នឹងគឺលើកនេះមិនត្រឹមតែចូលទៅកាន់ Moonthune របស់ខ្ញុំទេចូលទៅកាន់ account Magic Check Google របស់ខ្ញុំទៀតហើយគឺវាចាយពេជ្ររបស់ខ្ញុំអស់មកចេះតិចទៀតហើយអាការដែល hack លើកទី3នេះគឺវាធ្វើឲ្យខ្ញុំកពុលមុខជាងអាលើកទី1និងអាលើកទី2ទៀតព្រោះអាលើកទី1លើកទី2ខ្ញុំគិតថាប្រហែលជាមានការធ្វើប្រហែលសម្រាប់ខ្លួនឯងទៅលើការការពារ account របស់ខ្លួនឯងប៉ុន្តែលើកទី3នេះគឺដូរអស់អាលីងហើយអ្វីគ្រប់យ៉ាងគឺ 100% អស់ហើយប៉ុន្តែនៅ hack បានទៀតហើយ style ដែលវា hack ចូល account ខ្ញុំរាល់ដងហ្នឹងគឺដូចលើកទី1និងលើកទី2អញ្ចឹងគឺ connect account ខ្ញុំចូលទៅកាន់ Google Play ប៉ុន្តែដូចនិយាយអញ្ចឹងដោយសារតែ account ខ្ញុំគឺ trust device ជាមួយនឹងទូរស័ព្ទខ្ញុំសម្រាប់ពេលលើកទី2និងលើកទី3ហ្នឹងអញ្ចឹងគឺខ្ញុំ recover account ហ្នឹងមកវិញបានស្រួលទេគ្រាន់ថាពេលដែល recover ហ្នឹងវារៀងកោបន្តិចអញ្ចឹងខ្ញុំព្យាយាមបើកបិទជាមួយនឹងវាទៅរហូតដល់វាអស់ចិត្តវាធុញគឺខ្ញុំអាច remove Google Play ហ្នឹងចេញពី account ខ្ញុំបានហើយអញ្ចឹងអាហ្នឹងហើយគឺជាលើកទី3ដែលខ្ញុំត្រូវបានគេ hack ប៉ុន្តែបន្ទាប់ពីលើកទី3នេះហើយពេលបច្ចុប្បន្ននេះហ្មង account របស់ខ្ញុំគឺខ្ញុំដាក់ជាមួយនឹង connect គ្រប់ platform ទាំងអស់តាមពី TikTok VK Telegram Google Play Facebook គឺមានទាំងអស់យកហ្មងហើយលើកនេះគឺខ្ញុំច្បាស់ដូចគ្នាដែរបើសិនជាថា account របស់ខ្ញុំត្រូវបានគេ hack ទៀតគឺមានន័យថា developer Moonthune អត់ចេះធ្វើការទេដែលបង្កើត security fake ឲ្យមកកាន់ player ប្រើប្រាស់ដាក់គ្រប់ 100% ហើយប៉ុន្តែគេ hack account បានគេចូល account បានតាមសេរីតាមពើចិត្តអញ្ចឹងអញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នាហ្នឹងគឺជាដំណាក់កាលដែលគេ hack account របស់ខ្ញុំទាំង3លើកហ្នឹងហើយសម្រាប់របៀបការពារវិញខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដូចគ្នាដើម្បីកុំឲ្យជួបរឿងដូចជាខ្ញុំដែលវិធីទី1ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែព្យាយាម fill ជាមួយនឹង security នៅក្នុងកន្លែង account ហ្នឹងឲ្យបាន 100% ដូចជាខ្ញុំហើយនឹង secondary password កុំភ្លេចឲ្យសល់អ្នកទាំងអស់គ្នាព្រោះនេះគឺវា helpful ខ្លាំងមែនតើដើម្បីកុំឲ្យពួកអស់ហ្នឹងវាអាច give item ចេញបានពី account របស់យើងព្រោះអាចនិយាយបានថាគេ hack របស់ខ្ញុំទាំង3លើកហ្នឹង6000ពេជ្រហ្នឹងគឺវាមិនបាន give ទៅគេទេគ្រាន់ថាវាយកមកបំផ្លាញដូចជាការទិញកាតដូចឈ្មោះទិញ sword ដូរឈ្មោះទិញ item ធ្វើរឿងដែលអត់ប្រយោជន៍ច្រើនខ្លាំងមែនតើធ្វើឲ្យខ្ញុំខាតបើសិនជាយើងមាន security
ตัวจะไปยังบ้านกับปัดแมนปัดแต่วิโจลเมาส์การ account บ่ยังแต่ได้ยังอัดใส่ขาดนั่งระเบียบตีปีวันคือแต่ต้องจมูกนังการกันอาจจะ account บ่ยังแต่เลยกรบแพลตฟอร์มต่างๆในขนมกันหลาย account นั้น VK Facebook TikTok Google Play Apple Game Center เนี่ยต่างๆគ្នាกันอาจจะต่อยผู้ท่าในไปได้ยังกันอาจจะ account บ่ยังโจตกันแพลตฟอร์มกรบต่างๆในขนมกันหลาย account center นั่งหายจังในไปได้ V hack ตื้อคือវាអត់មាន platform ណាមួយตกចន្លោះដើម្បីឲ្យវាខណៈ Gmail របស់វាចូលមកកាន់ account របស់យើងដើម្បីធ្វើឲ្យពួកវាមានភាពងាយស្រួលក្នុងការ log ចូល account របស់យើងទេអាចចំណុចមួយនេះខ្ញុំគិតថាវាជារឿងចាំបាច់ខ្លាំងមែនទែនសម្រាប់អ្នកទាំងអស់គ្នាធ្វើវាដោយការប្រុងប្រយ័ត្នបំផុតហើយនឹងមួយទៀតនោះគឺតាក់ទងជាមួយនឹង Trust Device កន្លែងនេះក៏សំខាន់ដូចគ្នាដែរអ្នកទាំងអស់គ្នាបើសិនជា account ហ្នឹងគឺជា account របស់យើងព្យាយាមលេខ account មួយហ្នឹងបើថាអត់បានលេងសោះក៏មួយថ្ងៃលេងមួយហ្គេមឬក៏ពីរហ្គេមមិនដែរដើម្បីឲ្យ account របស់យើងគឺ Trust Device ទៅលើទូរស័ព្ទដៃរបស់យើងហើយដល់ពេលដែលគេ hack គឺយើងងាយស្រួលក្នុងការ recover មកវិញហើយនឹងចំណុចបន្ទាប់ពី Trust Device ហ្នឹងគឺតាក់ទងជាមួយនឹង device ដែលបាន log in ទៅលើ account របស់យើងអ្នកទាំងអស់គ្នាក៏គួរអាសាឆែកមើលកន្លែងហ្នឹងដូចគ្នាបើសិនជាមានការសង្ស័យអីតាក់ទងជាមួយនឹង account របស់យើងហើយ check មើលកន្លែងហ្នឹងទៅចង់ដឹងថាមាន device ផ្សេងណាក្រៅពីទូរស័ព្ទដៃរបស់យើងលេងទៅលើ account របស់យើងដែរឬក៏អត់ព្រោះនេះវាក៏ជាចំណុចសំខាន់មួយសម្រាប់អ្នកទាំងអស់គ្នាក្នុងការការពារដូចគ្នាហើយចូលមកដល់ចំណុចចុងក្រោយគេវិញម្ដងគឺតាក់ទងជាមួយនឹងពេជ្រនៅក្នុង account ពេលដែលគេ hack ចូល account របស់ខ្ញុំហ្នឹងខ្ញុំអត់គិតថាពួកវានឹងអាចយក account ខ្ញុំទៅបានទេហើយខ្ញុំគិតថាពួកហ្នឹងក៏ប្រហែលជាអាចដឹងខ្លះៗដែរមិនខ្ញុំអួតខ្លួនឯងទេប៉ុន្តែអានេះជាអ្វីដែលខ្ញុំគិតទេមិនដឹងថាវាត្រូវឬក៏ខុសទេគ្រាន់ថានៅពេលដែលវាចូល hack account ខ្ញុំហ្នឹងគឺគ្មានធ្វើអីក្រៅពីបំផ្លាញពេជ្ររបស់ខ្ញុំដែលចូលមក account ខ្លួនឯងលើកណាគឺឃើញតែអស់ពេជ្ររហូតចឹងមកអញ្ចឹងវិធីការពារគឺខ្ញុំគិតថាអត់បាក់ទេសម្រាប់អ្នកទាំងអស់គ្នាគ្រាន់យើងកុំសូវຕົកពេជ្រនៅក្នុង account របស់យើងច្រើនទៅគឺបានហើយមួយទៀតគឺមាន option មួយទៀតសម្រាប់អ្នកទាំងអស់គ្នាឧទាហរណ៍តែយើងមានលុយប៉ុណ្នេះយើងចង់បុកហើយប៉ុន្តែយើងអត់ចង់ចាយឥឡូវយើងចង់ចាយ event ក្រោយអីហ្នឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាកន្លែងទៅមើលជាមួយនឹង V-Shop KH អានេះវាមិនមែនជាការប្រម៉ូទ 100% ទេប៉ុន្តែវាជាការការពារមួយដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដូចគ្នាព្រោះថាជាមួយនឹង V-Shop KH គឺមានជាមួយនឹងមុខងារមួយគឺ membership អញ្ចឹងអ្នកទាំងអស់គ្នាមានលុយថ្ងៃនេះដាក់លុយចូល V Wallet នៅក្នុង V-Shop KH ទៅហើយចាំបុកពេជ្រថ្ងៃក្រោយនៅពេលដែលយើងចង់ចាយពេជ្រនៅក្នុងហ្គេមអញ្ចឹងខ្ញុំគិតថាវាមានភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាហើយថែមទាំងទទួលបានជាមួយនឹងការ discount 10% ទៀតសម្រាប់មុខងារ membership នេះហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវិធីសាស្ត្រមួយនេះល្អសម្រាប់អ្នកទាំងអស់គ្នាអាចទៅមើលវីដេអូចាស់របស់ខ្ញុំនៅលើ Facebook គឺខ្ញុំបានផុសហើយតាក់ទងជាមួយនឹងការចូលទៅជាសមាជិករបស់ V-Shop KH អញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំគិតថាវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងការពារ account របស់អ្នកទាំងអស់គ្នាកុំឲ្យគេ hack ដូចជាខ្ញុំនិងបំផ្លាញពេជ្រដូចជាខ្ញុំព្រោះថា3ដងនេះ 6000 diamond រៀងសែតដែរសម្រាប់ខ្ញុំវាចូលប្រហែលមួយសន្លឹកដែរអញ្ចឹងគឺថាខាតលុយច្រើនមែនតើហ្មង